វាជារឿងមួយដែលកាត់ឡើងក្នុងរាត្រីនៃបុណ្យ Halloween ថ្ងៃនេះជាថ្ងៃទី30 ខែតុលាដែលជាអំឡុងថ្ងៃដែលគេប្រារព្ធធ្វើពិធីបុណ្យ Halloween ហើយពិតណាស់ស្អែកជាថ្ងៃបុណ្យ Halloween សម្រាប់ខ្ញុំទោះបីខ្ញុំមិនមែនជាសាសនាគ្រិស្តឬអ្វីប៉ុន្តែរាល់ឆ្នាំខ្ញុំតែងតែធ្វើវារីករាយក្នុងកម្មវិធីបុណ្យមួយនេះទំនងដែរខ្ញុំនិងមិត្តភ័ក្តិរៀងរាល់ថ្ងៃបុណ្យមួយនេះដូចរាល់ដងបានដែរពួកយើងយល់ព្រមណាត់គ្នារកទីកន្លែងណាមួយជុំគ្នាមកមើលរឿងខ្មោចឬនិស័យរឿងភ័យរន្ធត់នាពេលរាត្រីយប់នោះឆ្នាំនេះគឺពួកយើងស្រស់ស្រួលធ្វើវានៅបន្ទប់គេងផ្ទះខ្ញុំវិញមួយយប់តែម្ដងព្រោះខ្ញុំទៅតែរើផ្ទះថ្មីហើយចៃដន្យខ្ញុំរស់នៅតែម្នាក់ឯងទៀតច្បាស់ណាស់នាព្រឹកថ្ងៃនេះពួកយើងរវល់រឿងរបស់ខ្លួនរៀងៗខ្លួនម្នាក់គឺនាំគ្នារៀបចំតុបតែងផ្ទះរបស់ខ្លួនឯងតុបតែងធ្វើយ៉ាងណាឲ្យវាគួរឲ្យខ្លាចឲ្យសមជាមួយរាត្រីខ្មោចមួយនេះជាមួយរូបបិសាចរូបខ្មោចនានាឬក្បាលក្រុមឆ្អឹងមនុស្សដ៏ព្រឺព្រួចនិងរបស់ចម្លែកគួរឲ្យខ្លាចផ្សេងទៀតដាក់ជុំវិញផ្ទះឬក្នុងផ្ទះលម្អសម្រាប់ពិធីបុណ្យ Halloween ខ្ញុំក៏មិនផុសពីគេដែរទម្រាំរៀបចំផ្ទះរួចវាត្រូវចំណាយពេលអស់ជាច្រើនម៉ោងហត់ពេកគិតថាដេកមួយស្របក់ភ្លេចអស់រឿងបាយទឹកអាលីងគ្រូកសំឡេងពោះខ្ញុំចាប់ផ្ដើមកោដាស់ប្រាប់ខ្ញុំពីសេចក្តីស្រេកឃ្លានខ្ញុំក៏លេចមើលនាឡិកាដៃត្រនិចចង្អុលម៉ោង 7 យប់ហើយហានេះខ្ញុំគេងរហូតដល់ម្លឹងផងខ្ញុំក្រោកពីលើសាឡុងយ៉ាងពិបាកគិតថានឹងទៅរកអ្វីញ៉ាំនៅខាងក្រៅបំពេញក្រពះមួយនេះស្ហើយហើយម៉ានេះនៅមានឡានក្រុងឬទេនឹងនេះបើគ្មានឡានក្រុងធ្វើដំណើរទេខ្ញុំប្រកាសជាត្រូវដើរដោយថ្មើរជើងទៅកាន់ផ្សារទំនើបដែលនៅជិតបំផុតពីផ្ទះខ្ញុំយ៉ាងហោចណាស់20 នាទីដែរពធអើយមិនគួរណាដេកជ្រុលសោះបើមានឡានក្រុងជិះមិនដឹងល្អយ៉ាងណាទេខ្ញុំដើរចាក់ចេញពីផ្ទះដើរតម្រង់ផ្លូវទៅកាន់ផ្សារទំនើបដែលជិតនៅម្ដុំផ្ទះខ្ញុំបំផុតស្រាប់តែខ្ញុំបើកភ្នែកធំរត់យ៉ាងលឿនពេលឃើញស្តុបឡានក្រុងដែលស្ថិតនៅបណ្ដោយនោះមានឡានក្រុងមួយកំពុងចតថ្ងៃនេះខ្ញុំពិតជាសំណាងមែនថ្មនេះហើយនៅមានរថយន្តក្រុងបន្តរត់ទៀតឬក៏ព្រោះតែថ្ងៃនេះជាថ្ងៃបុណ្យថ្ងៃពិសេសទើបគេបន្ថែមម៉ោងរត់ខ្ញុំរត់យ៉ាងលឿនឡើងមកជិះឡានក្រុងមួយនោះប៉ុន្តែពេលកាន់តែជិតដល់ស្តុបខ្ញុំភ្ញាក់ព្រឹកព្រោះវាមានអារម្មណ៍ដូចព្រឺចម្លែកដែលខ្ញុំសង្កេតឃើញថាមានមនុស្សជាច្រើនដើរទៅតាមផ្លូវប៉ុន្តែបែរជាគ្មានមនុស្សនៅទីនោះរងចាំឡើងឡានសោះនេះមិនក៏មិនឡើងឡានក្រុងជិះនាំគ្នាដើរហាត់ប្រាណឬខ្ញុំរៀងសាកសើចិត្តក្នុងការជិះឡានភ្លាមតែពេលឮសូរពោះខ្ញុំកោម្ដងទៀតខ្ញុំក៏មិនបង្អង់ជើងដើរចូលមកលើឡានរួចហុចចេញថ្លៃឈ្នួលហើយរកទីចំណងកៅអីទទេដាក់គូតអង្គុយចុះពី3 នាទីក្រោយមកខ្ញុំសង្កេតឃើញថាអ្នកដំណើរម្នាក់ដែលអង្គុយក្នុងឡានកំពុងសម្លឹងមកខ្ញុំដោយក្រសែភ្នែកចម្លែកហើយខ្ញុំក៏លីសភ្នែកមើលទៅគាត់វិញដោយអារម្មណ៍ចម្លែកដូចគ្នាគាត់មើលទៅចម្លែកណាស់ដែលតែងខ្លួនពាក់ឈុត Halloween ព្រោះឈុត Halloween របស់គាត់គឺជាឈុតកណាត់អាវចាស់មួយដូចខ្ញុំធ្លាប់ឃើញឃាតកររោគចិត្តក្នុងរឿង Halloween របស់លោក Michael Myers ស្លៀកហើយពាក់វ៉ែនតាខ្មៅក្រឹបសមនឹងរូបរាងកាយគាត់ណាមើលទៅគាត់មួយខ្វាច់ខ្ញុំព្រឺរោមភ័យញញើតគាត់តែម្ដងហាក់បីអ្នកដែលខ្ញុំមើលនេះគឺជាឃាតកររោគចិត្តម្នាក់នោះមែនឃាតករដែលពោពេញដោយភាពអាក្រក់ខូខើឈាមត្រជាក់បំផុតមិនទាន់ដល់ថ្ងៃបុណ្យ Halloween ផងគាត់តែងខ្លួនមុនហើយឬតែនេះខ្វះតួអង្គត្រាប់ណាស់ឬបានជាជ្រើសយកតួឃាតកររោគចិត្ត Michael Myers ទៅវិញពិតជាចម្លែកណាស់ខ្ញុំឃើញគាត់ហើយធ្វើឲ្យខ្ញុំមានអារម្មណ៍មិនល្អប៉ុន្តែខ្លួនឯងឲ្យឆាប់ដល់កន្លែងនោះឲ្យឆាប់ប្រហែល5 នាទីក៏ដល់ចំណតដែលខ្ញុំត្រូវចុះ
ខ្ញុំដើរចុះពីឡានក្រុងខ្ញុំតម្រង់ចូលទៅហាងផ្សារទំនើបចូលហាងបាយចំអែតពុះរួចក៏ឈានចូលទៅទិញរបស់សម្ភារៈគ្រប់យ៉ាងដែលខ្ញុំត្រូវការរួចខ្ញុំក៏ត្រឡប់ទៅផ្ទះវិញដើរមកដល់ចំណតឡានខ្ញុំស្រាប់តែភ្ញាក់ក្រញាងព្រោះឃើញឡានក្រុងដដែលបោះមកចតចំណតឈប់ចាំនៅទីនេះយីឡានក្រុងមួយនេះទៀតហើយឬខ្ញុំភ្ញាក់ផ្អើលមិនសូវស្រួលខ្លួនសោះពេលចូលឡើងទៅជិះឡានលើឡាននោះគ្រប់យ៉ាងគឺមិនខុសពីពេលខ្ញុំជិះមកទេសូម្បីតែបុរសចម្លែកម្នាក់នោះក៏កំពុងតែអង្គុយនៅកៅអីដដែលនៅលើឡានហើយកំពុងបាញ់ខ្សែភ្នែកក្រោមកញ្ចក់វ៉ែនតាក្រាស់ខ្មៅសម្លឹងមើលមកខ្ញុំដូចពេលកាលមុននោះដែរខ្ញុំឃើញគាត់សម្លក់មកកាន់ខ្ញុំបែបនេះខ្ញុំព្រឺសម្បល់ខ្លាចនេះខ្ញុំគួរតែសុំចុះទៅវិញដែរឬទេខ្ញុំរៀងស្ទាក់ស្ទើរក្នុងចិត្តសម្លេងម៉ាស៊ីនឡានរថយន្តក្រុងក៏បញ្ឆេះបោះទៅមុខខ្ញុំក៏ទាញទូរស័ព្ទយកមកចុចលេងបន្លំការភ័យខ្លាចរបស់ខ្លួនឈើតសម្លេងហ្វ្រាំងឡានឈប់ទីបំផុតរថយន្តក្រុងក៏ដល់ចំណតផ្ទះខ្ញុំមិនបង្អង់យូរខ្ញុំចុះក្រោករត់ចុះពីលើឡានយ៉ាងលឿនមិនខ្ចីងាកក្រោយមើលទៅកាន់អ្នកណាឡើយចុះពីលើឡានរួចខ្ញុំលីមនារត់តម្រង់ទៅផ្ទះខ្លួនឯងដល់ផ្ទះខ្លួនភ្លាមមិនភ្លេចទាញទ្វារបិទចាក់សោកន្លឹះយ៉ាងជាប់ហើយធូរចិត្តបន្តិចតែនេះឈួតទេដែលសុកមានអារម្មណ៍ខ្លាចបែបនេះរស់នៅតែម្នាក់ឯងយូរហើយគួរតែស៊ាំហើយរឿងនៅម្នាក់ឯងហាខ្ញុំនេះសង្ស័យមើលរឿងខ្មោចរន្ធត់ច្រើនពេកហើយខ្ញុំរអ៊ូនិយាយតែម្នាក់ឯងហួសចិត្តនឹងខ្លួនឯងពេលខ្លះក៏មិនដឹងដែរថាម៉េចខ្លួនខ្លាចជាបែបនេះតែបានមួយសន្ទុះសម្រួលអារម្មណ៍ខ្លួនឯងរួចក៏ឡើងទៅជាន់លើទៅបន្ទប់កេងរបស់ខ្លួនបន្ទាប់ពីផ្លាស់ប្ដូរសម្លៀកបំពាក់រួចខ្ញុំក៏រៀបចំអីវ៉ាន់ដែលបានទិញទុកត្រៀមសម្រាប់ថ្ងៃស្អែករួចអង្គុយមើលទូរទស្សន៍នៅជាន់ក្រោមខ្ញុំមិនដឹងថាខ្លួនឯងអង្គុយមើលរឿងប៉ុន្មានម៉ោងនោះទេខ្ញុំកេងដោយមិនដឹងខ្លួនតែខ្ញុំត្រូវភ្ញាក់ក្រោកដោយភ្នែកបញ្ឈរព្រោះតែសំឡេងឮសូរចេញពីខាងក្រៅឮខាងខ្លាំងសំឡេងគេគោះទ្វារផ្ទះរបស់ខ្ញុំក្តាំងផាំងហានរណាមករកអីទាំងយប់បែបនេះនឹងខ្ញុំភ្ញាក់ងាកមើលទៅខាងក្រៅផ្ទះខាងក្រៅគឺរៀងងងឹតស្លប់ងាកមើលទៅនាឡិកាព្យួរលើជញ្ជាំងខ្ញុំភ្ញាក់ព្រឹកនេះម៉ោងជិត4ទៀបភ្លឺហើយឬខ្ញុំដើរតម្រង់ទៅកាន់ទ្វារផ្ទះរួចរៀងរអ៊ូខ្លាំងតើនេះជាអ្នកណានឹងមិនចាំព្រឹកចាំមកមិនបានឬខ្ញុំដើរទៅដល់មាត់ទ្វារផ្ទះខ្ញុំមើលតាមរន្ធប្រហោងជិតទ្វារខ្ញុំភ្ញាក់ព្រឹកពេលឃើញថាអ្នកខាងមុខខ្ញុំជាអ្នកណាបុរសក្នុងវ័យប្រហែលជា30ឆ្នាំក្រាស់ស្លៀកពាក់មិនរៀបរយធំក្លិនខ្លួនឈួលដោយជាតិអាល់កុលហើយតែងតែស្រវឹងខួរប្រចាំថ្ងៃដើរត្រេតត្រោតដូចមនុស្សមិនសូវគ្រប់ខ្ញុំឃើញគាត់ខ្ញុំតែងតែគិតមិនចង់ជួបពាក់ព័ន្ធគាត់ឡើយតែគាត់នោះគឺជាអ្នកជិតខាងរស់នៅក្បែរខ្ញុំហាពូប្រមឹកអ្នកជិតខាងនឹងមករកខ្ញុំធ្វើអីថ្មនេះនឹងចិត្តខ្ញុំមួយមិនចង់បើកទ្វារឲ្យគាត់ចូលឡើយតែចិត្តមួយទៀតចម្លែកអាណិតគាត់បន្តិចព្រោះឃើញគាត់កំពុងឈរនៅទីនេះរងាតែម្នាក់ហើយមើលមកគាត់រៀងសស្លេកស្លន់ស្លោនិងភ្នែកញាក់រេចុះរេឡើងហាក់ដូចគាត់កំពុងខ្លាចរឿងអ្វីមួយឬផ្ទះគាត់ត្រូវចោះចូលប្លន់ទៅគាត់ភ័យតក់ស្លុតបែបនេះអាចដែរឬតំបន់ខ្ញុំកំពុងនៅមានចោលខ្ញុំកើតមិនទៅសង្ស័យដែរចង់ដឹងក៏បើកទ្វារសួរទៅកាន់គាត់ថាពូនេះខ្ញុំនិយាយមិនទាន់ចប់ផងស្រាប់តែគាត់ស្រែកយ៉ាងសស្លន់ស្លោនិយាយញាប់ស្អែកឯងកុំបើកទ្វារឲ្យនរណាម្នាក់ចូលផ្ទះសោះពូនេះកើតអីខ្ញុំអង្រួនសួរគាត់តែខ្ញុំមិនទាន់បានចាប់ប៉ះគាត់ផងស្រាប់តែគាត់ប្រញាប់រត់ត្រុយត្រឡប់ទៅផ្ទះចូលបន្ទប់របស់ខ្លួនវិញទុកឲ្យខ្ញុំនៅឆ្ងល់តែម្នាក់ឯងនៅពាក្យដែលគាត់ប្រាប់មកកាន់ខ្ញុំគាត់ស្រវឹងពេកហើយមើលទៅខ្ញុំមិនឃើញមាននរណាម្នាក់មកលេងគាត់សោះនរណាអាចទ្រាំនៅជាមួយមនុស្សប្រមឹកស្រវឹងខួបបែបហ្នឹងដូចជាគាត់នោះខ្ញុំក្រវីក្បាលចិត្តនឹកអាណិតគាត់ខ្លះដែរដកដង្ហើមធំលែងខ្វល់ពីពាក្យសម្ដីដែលគាត់ពោលអំបញ្ញមិញ
គិតថាគាត់ប្រហែលផឹកស្រាច្រើនពេករហូតដល់ខួរក្បាលចាប់ផ្ដើមមានបញ្ហាហើយគិតបែបនេះខ្ញុំបានបិទទ្វារហើយចូលគេងបន្តព្រោះថ្ងៃស្អែកជាយប់ដ៏រន្ធត់មួយច្បាស់ជាដេកមិនលក់ត្រូវទុកកម្លាំងសម្រាប់ថ្ងៃស្អែកព្រឹកស្អែកថ្ងៃ31ខែតុលាព្រឹកថ្មីថ្ងៃថ្មីពេលខ្ញុំភ្ញាក់ក្រោកពីគ្រែគេងទាំងមិនស្រឡះមុខមាត់សោះតែប្រឹងធ្វើខ្លួនជាធម្មតាញញឹមបំភ្លេចរឿងពីយប់មិញខ្ញុំភ្លេចរឿងអ្វីដែលអ្នកជិតខាងខ្ញុំនិយាយគំរាមមកកាន់ខ្ញុំសម្រួលចិត្តបានដូចនេះអារម្មណ៍រៀងធូរស្បើយខ្លះហើយចាប់ផ្ដើមធ្វើការងារខ្លួនឯងវិញរងចាំពេលវេលាដ៏រីករាយសម្រាប់រាត្រីយប់នេះថ្ងៃនេះពេលវេលាហាក់បីជាលឿនខុសពីធម្មតាដែរខ្ញុំធ្វើការងារខ្លួនឯងភ្លេចចុះផ្លែតឡើងមេឃចាប់ផ្ដើមងងឹតបាត់ខ្ញុំសម្លឹងមើលមេឃនៅខាងក្រោមផ្ទះបរិយាកាសគឺងងឹតស្ងប់ស្ងាត់យ៉ាងចម្លែកសូម្បីតែស្បៃរាត្រីពេលនេះគឺងងឹតទទេស្អាតគ្មានដួងផ្កាយឬដួងព្រះច័ន្ទអ្វីរះបំភ្លឺលំអនៅលើមេឃឡើយខ្ញុំនៅក្នុងផ្ទះម្នាក់ឯងឈរអន្ទះអន្តែងរងចាំទន្ទឹងការមកដល់របស់មិត្តភ័ក្តិរបស់ខ្ញុំប្រហែលជា15ឬ20នាទីមិត្តភ័ក្តិរបស់ខ្ញុំបានចាប់ផ្ដើមមកប្រមូលផ្ដុំគ្នាម្ដងម្នាក់នៅផ្ទះរបស់ខ្ញុំគ្នាយើង4នាក់ជុំគ្នាអស់ហើយយើងបានសម្រេចចិត្តចាប់ផ្ដើមជ្រើសរើសរឿងខ្សែភាពយន្តរន្ធត់មួយណាមកមើលសម្រាប់វារាត្រីយប់ថ្ងៃ Halloween មួយនេះគុណឯងជាម្ចាស់ផ្ទះពួកយើងផ្ដល់សិទ្ធឲ្យឯងជ្រើសរើសរឿងសម្រាប់យប់នឹងខនមិត្តសម្លាញ់របស់ខ្ញុំម្នាក់និយាយដោយកំពុងកាន់ប៉ុបខោននិងបើកកូកាកូឡាចាក់លើកំប៉ុងជ័រនឹងហើយឯងរើសទៅរ៉ាន់បន្តប្រាប់តែគេកំពុងតែលូកយកកែវទឹកកូកាកូឡាយកមកផឹកឯងសម្រាប់ចាត់ទៅកាន់មិត្តម្នាក់ទៀតនិយាយខ្លីមិននឹងមើលខ្ញុំទេព្រោះវារវល់តែជាប់មុខនឹងអេក្រង់ទូរស័ព្ទរបស់ខ្លួនសង្ស័យតែនេះវាកំពុងតែឆាតជាមួយសង្សាររបស់វាហើយអូខេបើពួកឯងទាំង3មិនមានកំណត់អីទេខ្ញុំរករឿងចាក់មើលក៏បាននិយាយចប់ខ្ញុំទាញ laptop របស់ខ្ញុំមកមើលក្នុង website Netflix រួចបើកចូលក្នុងប្រភេទរន្ធត់មួយស្របក់ក៏ជ្រើសរើសបានធ្លាក់លើខ្សែភាពយន្ត Halloween ហាមើលរឿងនេះទេ Halloween 19ចិនវ័យខ្ញុំសម្លឹងមើលទៅកាន់គេទាំង3សួរពួកគេមើលអីមើលទៅកាន់តបរីឯអ្នកផ្សេងទៀតគ្រាន់តែងក់ក្បាលសម្រេចថាពួកវាយល់ព្រមខ្ញុំក៏ចាប់ផ្ដើមដោនឡូតរឿងនេះរួចយកទៅចាក់ក្នុងទូរទស្សន៍អេក្រង់50អ៊ីងស្ដើងរបស់ខ្ញុំរួចក៏បិទកង់តាក់ភ្លើងងងឹតពេញបន្ទប់ខ្សែភាពយន្តមួយនោះក៏ចាប់ផ្ដើមលេងពួកយើងម្នាក់មើលសាច់រឿងរន្ធត់ថតចាស់មួយនេះមិនព្រិចភ្នែកឈុតរន្ធត់ខ្លះពួកយើងស្រែករួមគ្នាមានពេលខ្លះយើងអោបគ្នាក៏មានដែរ1ម៉ោងកន្លះសាច់រឿងមួយនេះបានបញ្ចប់ម្នាក់ជោគដោយញើសពេញខ្លួនណាហើយចប់ហើយមើលរឿងតទៀតឬអត់ខ្ញុំងាកសម្លឹងសួរទៅកាន់មិត្តដទៃទៀតទេអញឡើងចង់មើលទៀតហើយខុនប្រញាប់ឆ្លើយអញក៏យល់ដូចខុនដែរកាន់និយាយអញ្ចឹងយើងគួរតែធ្វើឲ្យបន្តនេះម៉ោងទើបតែជាង9យប់ទេរ៉ាន់សម្លឹងសួរម្នាក់សម្លឹងមើលមុខគ្នាមួយស្របក់យើងបានសម្រេចចិត្តបន្លាចគ្នាជាមួយនឹងរឿងខ្មោចដែលយើងដឹងរួចនិយាយមកបន្លាចឲ្យអ្នកដទៃទៀតខ្លាចដូច្នេះហើយដើម្បីបង្កើតបរិយាកាសឲ្យកាន់តែរន្ធត់ថែមទៀតនោះយើងបានពន្លត់ភ្លើងបន្ទប់រួចអុជទៀនបំភ្លឺឲ្យម្នាក់ចាប់ផ្ដើមយករឿងខ្មោចរន្ធត់ដែលខ្លួនដឹងមុខនិយាយប្រាប់ទៅកាន់អ្នកផ្សេងទៀតខ្ញុំមុនគេខ្ញុំនិយាយរឿងខ្មោចមួយដែលខ្ញុំធ្លាប់លើពីមិត្តរបស់ខ្ញុំប្រាប់រឿងខ្មោចនៅក្នុងបន្ទប់ជួលរ៉ាន់បន្តពីខ្ញុំវាលើករឿងខ្មោចមួយនិយាយប្រាប់ពួកយើងរឿងវាជារឿងខ្មោចសិស្សស្រីក្នុងថ្នាក់ទី12បន្ទាប់ពីរ៉ាន់គឺខុនរឿងរបស់ខុនគឺជារឿងខ្មោចដែលកើតឡើងក្នុងសន្តាគារចាស់មួយភាគច្រើននៃរឿងពួកគេបានឲ្យទានប្រាប់មិនបង្កឲ្យមានការភ័យខ្លាចអ្វីចំពោះខ្ញុំខ្លាំងពេកទេព្រោះខ្ញុំជាមនុស្សមិនសូវខ្លាចប៉ុន្មាន
ហើយរឿងរបស់ពួកវាខ្ញុំបានអានស្ទើរតែរាល់ថ្ងៃវាហាក់បីមិនថ្មីសម្រាប់ខ្ញុំឡើយប៉ុន្តែរឿងរបស់កាន់ដែលជារឿងចុងក្រោយគេបានធ្វើឲ្យខ្ញុំមិនត្រឹមតែភ័យខ្លាចប៉ុណ្ណោះទេប៉ុន្តែជាការភ័យរន្ធត់ព្រឺសម្បល់តែម្ដងរឿងរបស់កាន់និយាយពីរឿងព្រេងនិទានខ្មោចនិយាយតគ្នាមួយនៅទីក្រុងមួយវាចាប់ផ្ដើមចេញពីឃាតកម្មអាថ៌កំបាំងមួយនៅយប់ផ្សារមួយថ្ងៃ Halloween ពួកឯងដឹងទេកាលពីប៉ុន្មានឆ្នាំមុននៅក្នុងទីក្រុងរបស់យើងមានរឿងហេតុកាត់ឡើងគួរឲ្យភ័យខ្លាចមួយនៅថ្ងៃបុណ្យយប់ Halloween វាកើតចេញពីរឿងឃាតកម្មដ៏គួរឲ្យឃោរឃៅមួយកើតចេញពីក្រុមយុវជនមួយក្រុមដែលស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងពួកគេបានវាយបុរសអនាថាម្នាក់រហូតដល់ស្លាប់រួចបោះសពទៅក្នុងទឹកទន្លេហើយព្យាយាមបំបិទរឿងឧក្រិដ្ឋកម្មរបស់ខ្លួនដោយស្បត់ថាមិនប្រាប់នរណាផ្សេងពីរឿងអំពើឃាតកម្មដែលបានកើតឡើងនៅយប់នោះឡើយពួកឯងដឹងទេថាក្រោយពីរឿងឃាតកម្មនោះមានរឿងអ្វីកើតឡើងគឺក្រុមយុវជនទាំងនោះគ្មាននរណាម្នាក់រស់រាននោះឡើយពួកគេទាំងអស់គ្នាបានស្លាប់ក្រោមឧបទ្ទវហេតុកាលៈទេសៈចម្លែកស្ទើរមិនចង់ឲ្យជឿមិនខុសពីរឿងភាពយន្តដែលយើងធ្លាប់មើលរឿង Final Destination ទេសាកសពនៃក្រុមយុវជនទាំងនោះសុទ្ធតែឃើញហើយរញើតខ្លាចរអាដេកសុបិនអាក្រក់តែម្ដងមានម្នាក់នោះស្លាប់គ្មានក្បាលម្នាក់ទៀតត្រូវគេកាត់ដាច់ពាក់កណ្ដាលខ្លួនហើយអ្នកខ្លះទៀតគឺត្រូវដូចគេវះរូងយកបេះដូងប៉ុន្តែរឿងមួយដែលដូចគ្នាគឺសាកសពជនរងគ្រោះទាំងអស់គឺប្រឡោះភ្នែកទាំងគូរូងទទេគ្មានភ្នែកតែម្ដងឃាតករសម្លាប់ដោយយកខ្វេះយកគ្រាប់ភ្នែកជនរងគ្រោះទុកធ្វើជា trophy សម្រាប់ខ្លួនរឿងដែលខាងប៉ូលីសដឹងគឺមានតម្រុយដែលបន្សល់ទុកពីរងគ្រោះចុងក្រោយម្នាក់ប៉ុណ្ណោះដែលព្យាយាមសរសេរបន្សល់តម្រុយមុនពេលគាត់ស្លាប់អំពីអ្វីដែលបានកើតឡើងរឿងឃាតករមួយនោះសំណេរចារដោយឈាមត្រូវបានសរសេរនៅលើក្រដាសមួយថាបុរសស្បែកសស្លេកហាក់ដូចជាប្រេះចេញស្នាមសរសៃខ្មៅដូចមនុស្សលងទឹកភ្នែកខ្មៅក្រហមដូចជាគ្មានគ្រាប់ភ្នែកស្លៀកឈុតក្រណាត់ចាស់ខ្មៅទទឹកជោកពេញដោយភក់ច្បាស់ណាស់គឺជាគេបុរសអនាថាម្នាក់នោះគេមកសងសឹកវិញហើយគេមកទីនេះដើម្បីសម្លាប់ខ្ញុំគាត់ឃើញមុខឃាតករនោះមួយផ្លែតគាត់ដឹងថានរណាគេតាមរកគាត់នៅផ្ទះល្វែងមួយនេះផាំងប្រាវសំឡេងលាន់ឮចេញពីការធ្លាក់បែកចានដែលខ្ញុំកំពុងកាន់ហាពុទ្ធោអាគុណភ័យលុះប្រលឹងអស់ពួកវានាំគ្នាស្រែកបន្ទោសខ្ញុំសំទោសខ្ញុំកាន់មិនប្រយ័ត្ននេះមិនមែនមកពីឯងភ័យខ្លាចពេកទេឬរ៉ាន់សួរចំអកយីគ្មានអាណាហើយនេះកាន់ឯងនិយាយរឿងរបស់ឯងចប់ឬនៅចប់ហើយប៉ុន្តែនៅមានអគ្គិពិសេសចុងក្រោយគឺពួកឯងដឹងទេយោងតាមរឿងព្រេងនិទានតគ្នានេះរឿងនោះគឺជាការពិតហើយរាល់យប់នេះពិធីបុណ្យ Halloween ឃាតកររោគចិត្តម្នាក់នោះនឹងត្រឡប់មកវិញរងចាំនរណាម្នាក់រុំឡើងប្រាប់រឿងនេះហើយគាត់នឹងបង្ហាញខ្លួនដើម្បីសម្លាប់អ្នកដែលដឹងរឿងគាត់បង្កើតជារឿងវិនិស្សកម្មថ្មីមួយទៀតឮសម្ដីវាពោលបែបនេះខ្ញុំព្រឺសម្បល់តែម្ដងសុកសត្វតែខ្ញុំភ្ញាក់ផ្អើលនឹងនឹកឃើញការរៀបរាប់របស់ឃាតកររោគចិត្តម្នាក់នោះជាមនុស្សតែម្នាក់ដែលខ្ញុំបានឃើញកាលពីម្សិលមិញនៅលើឡានក្រុងអាចចង្រៃយោនេះជារឿងបណ្ដាសាឬខ្ញុំយកកំប៉ុងជ័យដបកូកាកូឡាវាយក្បាលអាកាន់ដែលកំពុងញញឹមញញែមពេលឃើញគេទឹកមុខភ័យខ្លាចរបស់អ្នកផ្សេងទៀតអ៊ុយពួកឯងកុំសេរីសពេកមើលនោះគ្រាន់តែជារឿងប្រឌិតដែលគ្នាតែងបន្ទាប់មើលរឿង Halloween នោះតាម្នាក់ធ្វើមកភ័យធ្វើដូចជារឿងមែនតែនអញ្ចឹង
ហាជាពិសេសអាគុណហែងដឹងឬអត់ថាពេលនេះឯងមុខសស្លេកដូចក្រដាសហើយលើបែបនេះខ្ញុំរៀងស្បើយពីភាពភ័យខ្លាចក្នុងចិត្តរបស់ខ្លួនឯងបន្តិចមែនហើយវាមិនអាចទៅរួចទេសម័យបែបនេះហើយនៅមានរឿងបែបនោះទៀតឬនេះគ្រាន់តែជាការចៃដន្យប៉ុណ្ណោះខ្ញុំគិតឲ្យស្ងប់ចិត្តម្នាក់ឯងម៉ោងជិត9យើងសម្រេចចិត្តចាក់មើលរឿងមួយទៀតយើងជ្រើសរើសថ្ងៃសុក្រទី13 Friday the 13 មើលរឿងនេះដល់ចប់យប់ក៏កាន់តែងងឹតរៀងជ្រៅមិត្តភ័ក្តិរបស់ខ្ញុំក៏ចាប់ផ្ដើមបែកគ្នាយប់ក៏កាន់តែងងឹតរៀងជ្រៅមិត្តភ័ក្តិរបស់ខ្ញុំក៏ចាប់ផ្ដើមបែកគ្នាចេញដំណើរត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនខ្ញុំក៏រៀបចំរបស់របរនៅទីនេះរួចដើរទៅបន្ទប់ទឹកងូតទឹករួចដាក់ខ្លួនលើគ្រែពូកបិទភ្នែកដេកដោយមិនដឹងខ្លួនទឹកសំឡេងសារចូលមកក្នុងទូរស័ព្ទដៃខ្ញុំភ្ញាក់ពីដំណេកដោយសារមិត្តម្នាក់បានផ្ញើមកកាន់ទូរស័ព្ទខ្ញុំសម្លឹងមើលម៉ោងលើអេក្រង់ទូរស័ព្ទម៉ោង 11:44 នាទីយប់នរណាគេនឹងផ្ញើសារមករំខានបែបនេះខ្ញុំទាញវ៉ែនតារបស់ខ្លួនយកមកពាក់រួចមើលទៅកាន់សាររបស់អ្នកម្ខាងទៀតអ្នកដែលផ្ញើសារមកនោះគឺនោះខ្ញុំគឺកាន់គុណមានគេដើរតាមខ្ញុំនេះជាអត្ថន័យសារខ្លីៗរបស់វាខ្ញុំអានអត្ថន័យសារមួយនេះហើយខ្ញុំគិតថាវាប្រហែលជាគិតតែម្នាក់ឯងខ្ញុំមើលហើយមិនតបសារវាទេក៏បិទភ្លើងដេកបន្តទៀតប៉ុន្តែខ្ញុំតក់ស្លុតជាខ្លាំងពេលដែលបានទទួលដំណឹងដឹងថានៅថ្ងៃបន្ទាប់កាន់ត្រូវបានគេប្រទះឃើញស្លាប់សាកសពរបស់កាន់ទាំងមូលត្រូវបានឃាតករកាត់ជាបំណែករួចដាក់ឆ្កាងតាំងធ្វើដូចជាទីងម៉ូរូបភាពដ៏ឃោរឃៅនៃការស្លាប់របស់គាត់ធ្វើឲ្យខ្ញុំនិងមិត្តភ័ក្តិដទៃទៀតផិតភ័យជាខ្លាំងនៅថ្ងៃបន្តបន្ទាប់មិត្តរបស់ខ្ញុំម្ដងមួយអ្នកដែលមកចូលរួមនៅក្នុងកម្មវិធីបុណ្យ Halloween នៅយប់នោះវាបានស្លាប់យ៉ាងអាណ័យអាធមបំផុតវាដូចជាបណ្ដាសាតាមទាមទារឆក់ជីវិតរបស់យើងម្នាក់ហើយខ្ញុំជាមនុស្សចុងក្រោយនេះអ្នកដែលគាត់ត្រូវសម្លាប់យប់នៃក្តីស្លាប់ខ្ញុំយល់ពីអ្វីដែលនឹងបំរុងនឹងកើតឡើងនៅយប់នោះហើយដឹងថាខ្ញុំនេះជាគោលដៅបន្ទាប់និងជាមនុស្សចុងក្រោយនៅក្នុងបញ្ជីមរណៈរបស់ឃាតកររោគចិត្តម្នាក់នោះប៉ុន្តែខ្ញុំនៅតែមានចិត្តខ្លាចពិតមែនខ្ញុំចាប់ផ្ដើមមានអារម្មណ៍គ្មានសុវត្ថិភាពនៅជុំវិញខ្លួនខ្ញុំថ្ងៃមួយខ្ញុំសង្កេតឃើញថាមានគេតាមខ្ញុំដឹងថាប្រហែលជាអាឃាតករដែលសម្លាប់មិត្តភក្តិខ្ញុំនេះហើយច្បាស់ណាស់គឺជាគេខ្ញុំព្យាយាមខលតាក់ទងទៅកាន់ប៉ូលីសឲ្យជួយដោះស្រាយប៉ុន្តែវាគ្មានប្រយោជន៍ឡើយម្នាក់គេគិតថាវាគ្រាន់តែជារូបភាពដែលខ្ញុំបង្កើតខ្លួនឯងព្រោះតែអារម្មណ៍ភ័យខ្លាចរបស់ខ្លួនគ្មានជំរើសទេខ្ញុំក៏សម្រេចចិត្តដើរតាមផ្លូវឲ្យបានយូរតាមដែលអាចធ្វើទៅបានហើយមិនព្យាយាមនៅកន្លែងស្ងាត់តែម្នាក់ឯងទេព្រោះវានឹងផ្ដល់ឱកាសឲ្យគាត់សម្លាប់ខ្ញុំបានដោយងាយស្រួលជីវិតខ្ញុំពេលនេះរស់នៅដោយភាពភ័យខ្លាចគ្មានសេរីភាពបន្តិចឡើយយប់នេះខ្ញុំគេងមិនលក់សោះខ្ញុំចេះតែសម្លឹងមើលទៅកាន់ទ្វារផ្ទះរបស់ខ្លួនភ័យខ្លាចពេលខ្ញុំបិទភ្នែកនោះស្រាប់តែមានមនុស្សម្នាក់លើកកាំបិតមកសម្លាប់ខ្ញុំខ្លាចឡើងខ្លួនឯងជាមនុស្សសរសៃប្រសាទហើយខ្ញុំចាប់ផ្ដើមប្រើថ្នាំងុយដេកជាជំនួយក្នុងការសម្រាករបស់ខ្លួនខ្ញុំទាញកំប៉ុងថ្នាំចាក់គ្រាប់ថ្នាំជាច្រើននៅលើបាតដៃបំរុងយកមកលេបស្រាប់តែក្រឡេកទៅក្រៅបង្អួចផ្ទះឃើញមានអ្នកជិតខាងប្រមឹករបស់ខ្ញុំកំពុងឈរនៅទីនោះសម្លឹងមើលមកកាន់ខ្ញុំដោយក្រសែភ្នែកខឹងសម្បាហើយស្រែកខាងមកថាអញប្រាប់ហែងហើយថាកុំបើកទ្វារឥឡូវគាត់មកហើយវានៅទីនេះឬគាត់និយាយបែបនេះខ្ញុំនឹកឃើញថានៅយប់មុនថ្ងៃ Halloween គាត់បានប្រមានខ្ញុំកុំឲ្យអ្នកណាចូលផ្ទះល្វែងមួយនេះតើនេះគាត់ដឹងរឿងអ្វីខ្លះដែលកើតឡើងនេះមែនទេតើការស្លាប់របស់មិត្តភក្តិខ្ញុំវាពាក់ព័ន្ធជាមួយវាដែលគាត់សម្ដៅឬតើវាជាអ្វីខ្ញុំស្ទុះរត់ទៅបើកទ្វារផ្ទះរបស់ខ្លួនឯងចេញតម្រង់ចង់ទៅកាន់គាត់ចង់សួរបញ្ជាឲ្យដឹងច្បាស់ប៉ុន្តែភ្លាមនោះស្រាប់តែខ្ញុំឃើញគាត់ប្រែទឹកមុខសស្លេកភ័យឡើងមាត់ពណ៌ស្វាយរត់ចូលក្នុងផ្ទះល្វែងរបស់ខ្លួន
ពូជប់សិនខ្ញុំប្រឹងស្រែកហៅគាត់មិនត្រឹមតែឈប់បែររត់យ៉ាងលឿនស្លែវចូលទៅក្នុងផ្ទះរបស់ខ្លួនមួយសន្ទុះគាត់ចេញមកក្រៅវិញជាមួយកាំភ្លើងក្នុងដៃលើកកាណុងតម្រង់បាញ់មកលើខ្ញុំផាំងសំឡេងគ្រាប់កាំភ្លើងបាញ់ចេញពីកាណុងហាខ្ញុំស្រែកអស់បំពង់កទន់ជើងដួលនឹងដីនៅនឹងធ្វើអីទៀតមិនមិនឆាប់រត់ទៅពូប្រមឹកអ្នកចិត្តខាងខ្ញុំស្រែកកំហុកខ្លាំងមកកាន់ខ្ញុំទៅតែភ្ញាក់ស្មារតីឡើងកាំភ្លើងដែលគាត់បាញ់មិនមែនបាញ់ខ្ញុំទេតែបាញ់មនុស្សប្រុសនៅពីខាងក្រោយខ្នងខ្ញុំមនុស្សប្រុសដែលខ្ញុំធ្លាប់ឃើញមនុស្សដែលខ្ញុំជួបនៅលើរថយន្តក្រុងកាលមុនថ្ងៃ Halloween ជាមនុស្សតែម្នាក់ដែលកំពុងតែកាន់កាំបិតដ៏មុតស្រួចជាប់នឹងដៃបំរុងចាក់សម្លាប់ខ្ញុំឆាប់រត់ទៅនៅដល់លង្កាទៀតគាត់ស្រែកកំហកប្រាប់ខ្ញុំសាជាថ្មីលើបែបនេះខ្ញុំមិនបង្អង់យូរប្រឹងក្រោករត់ចាក់ចេញពីទីនេះស្រែករកឲ្យអ្នកដទៃជួយប៉ុន្តែមើលទៅដូចគ្មានប្រយោជន៍បន្តិចសោះសំឡេងស្រែកឆោឡោការវាយតប់ឬគ្រាប់កាំភ្លើងធ្វើឲ្យគ្រប់គ្នារួញក្បាលមិនព្រមមាននរណាម្នាក់ហុចដៃជួយឡើយគ្មានអ្នកណាហ៊ានចេញទៅពិនិត្យមើលថាមានអ្វីកើតឡើងនៅទីនេះទេខ្ញុំគិតតែពីរត់មិនងាកក្រោយប៉ុន្តែមិនបានប៉ុន្មាននាទីផងសំឡេងវាយតប់របស់អ្នកជិតខាងប្រមឹកនិងឃាតកររោគចិត្តនោះបានបញ្ចប់ផ្លែកំបិតយ៉ាងមុតស្រួចហោះលួនស្លេវគប់ចំជើងខ្ញុំហាអ៊ូយខ្ញុំស្រែកឈឺខ្ញុំដួលផ្កាប់នឹងដីព្យាយាមអូសជើងដែលជាប់នឹងផ្លែកំបិតហូរឈាមស្រស់បន្តដំណើរទៅមុខទៀតសង្ឃឹមថានឹងមាននរណាម្នាក់អាចនឹងមកជួយខ្ញុំបានគ្មានឡើយគ្មានផ្លូវទេដែលខ្ញុំអាចគេចពីរូបគាត់បានមិនប៉ុន្មាននាទីផងឃាតកររោគចិត្តតាមទាន់ខ្ញុំរួចគេទាញដកកាំបិតដែលជាប់ជើងខ្ញុំដោយមិនអាសូរលីហើយជីវិតដែលភ័យខ្លាចព័ត៌មានក្នុងស្រុកនៅក្នុងផ្ទះល្វែងមួយក្នុងតំបន់អភិវឌ្ឍនីទឹកដីទីក្រុងព្រះសីហនុសាកសពមនុស្សប្រុស2នាក់ត្រូវបានប្រទះរកឃើញពួកគេទាំងពីរត្រូវបានឃាតករកាត់រូងយកផ្នែកចេញហើយសំណុំរឿងព្រហ្មទណ្ឌមួយនេះត្រូវបានសាររើកំពុងស៊ើបជាថ្មីដែលគេនិយាយថាវាមិនមែនជារឿងក្តីថ្មីឡើយនេះសំណុំក្តីអ ுக ្រិតកម្មឃាតកម្មដ៏ឃោរឃៅមួយនេះ